bạnនៅក្នុងវីដេអូនេះដែរគឺមានកូនចៅផ្លយចំនួន4ក្បាលដែលយើងបង្កាត់ទៅលើមេ3ក្បាលបាទអញ្ចឹងមេកូនមួយក្បាលទៀតនេះគឺយើងជប់ចេញមកហើយថាមេកូននេះឯងគឺបាទបានកូនភ្លោះញីទាំងពីរបាទហើយឥឡូវយើងបន្តនៅក្នុងការបង្កាត់មេរបស់វាម្ដងទៀតបាទនៅក្នុងនេះគឺធម្មជាតិសុទ្ធបាទគឺយើងបង្កាត់នៅក្នុងព្រៃបាទហើយនេះជាកូនភ្លោះបាទមេ2ដែលយើងបានបង្កាត់នៅបាដែលល្បីនៅក្នុងស្រុករបស់យើងដែលជាបាឥណ្ឌូប្រេស៊ីលនាំចូលពីប្រទេសជិតខាងអញ្ចឹងហើយយើងទទួលបានកូនភ្លោះ2បាទនេះទាំងពីរអ្នកបងប្អូនសវល់ដូចគ្នាបាទពណ៌ដូចគ្នាភេទតែមួយទៀតចាហើយសម្រាប់កូននេះដែរគឺស្ថិតនៅក្នុងស្រុកកំពង់សៀមដែលយើងបានធ្វើការបង្កាត់សិប្បនិមិត្តទទួលបានកូនចំនួន3ក្បាលមកហើយកូនទី1នោះគឺគាត់បានលក់ចេញទៅបាត់ហើយនៅសល់កូនទី2ដែលមានសម្បុរពណ៌ក្រហមហើយនឹងកូនទី3នោះមានសម្បុរពណ៌ត្នោតដែរគាត់កំពុងតែដឹកចងទៅនេះដែរចាហើយដោយសារតែមានការជួយជាក់និងទុកចិត្តទៅលើការបង្កាត់សិប្បនិមិត្តនេះផងដែរគឺគាត់បានហៅក្រុមបង្កាត់សិប្បនិមិត្តយ៉ាងខ្ញុំមកដាក់ម្ដងទៀតដើម្បីទទួលបាននៅកូនដែលល្អបន្ថែមទៀត